កម្ពុជាស្នើបារាំងផ្តល់ការគាំទ្របច្ចេកទេសជំនាញឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជាហើយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើសុំឲ្យប្រទេសបារាំងពិចារណាផ្តល់ការគាំទ្របច្ចេកទេសជំនាញនិងការប្រឹក្សាយោបល់ព្រមទាំងសម្រួលការទទួលនិងផ្តល់ឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃដែលជាមរតកនៃសម័យអាណាព្យាបាលនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញនាថ្ងៃទី4ខែកុម្ភៈឆ្នាំ2026ទន្ទឹមគ្នាសម្ដេចធិបតីបានបញ្ជាក់ជាថ្មីថាកម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំងនិងសហគមន៍អន្តរជាតិដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិនិងការដោះស្រាយជម្លោះដោយសន្តិវិធីដោយមិនប្រើការគំរាមកំហែងឬការប្រើប្រាស់កម្លាំងនោះទេប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានជំនឿយ៉ាងមុតមាំថាការបានចូលរួមចំណែករបស់បារាំងនឹងជួយដល់គោលបំណងរួមដើម្បីសម្រេចបាននូវដំណោះស្រាយដោយយុត្តិធម៌និងយូរអង្វែង